សិក្សានុសិស្សនៃសាលាបឋមសិក្សាជំនុំរាជចូលរួមសម្អាតបរិស្ថាននិងរឿងសម្រាមលើដងផ្លូវនៅក្នុងសហគមន៍បរិស្ថានស្អាតសុខភាពល្អបាទនេះគឺជាសកម្មភាពរបស់បងប្អូនសិក្សានុសិស្សនៃសាលាបឋមសិក្សាជំនុំរាជចូលរួមសម្អាតបរិស្ថានឬសម្រាមថង់ប្លាស្ទិកនៅក្នុងសហគមន៍នៅក្នុងភូមិដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនិងសុខុមាលភាពរបស់សិស្សានុសិស្សដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមសម្អាតបរិស្ថាននៅក្នុងសហគមន៍នៅក្នុងប្រទេសបរិស្ថានស្អាតសុខភាពល្អចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អភ្នំព្រៃព្រឹកម្រឹងទឹកជ្រោះក៏ខ្សាច់ឆ្នេរមានផ្សោតទន្លេទ្វេទៀតសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អ